សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សិក្សា Text Academy ហើយនេះជាវីដេអូបង្រៀនខ្លីមួយតាក់ទងទៅនឹង I/O sensor មាន receiver ហើយនឹង I/O remote ឬក៏ I/O transmitter ហើយនៅក្នុងវីដេអូនេះដែរអ្នកទាំងអស់គ្នានឹងអាចស្វែងយល់ថាតើអ្វីទៅជា I/O sensor ដំណើរការរបស់វាយ៉ាងដូចម្តេចនិងការធ្វើពិសោធន៍ឬក៏អនុវត្តផ្ទាល់តែម្ដងជាមួយនឹង I/O sensor I/O sensor ត្រូវបានគេស្គាល់ថាជាឧបករណ៍អេឡិចត្រូនិកមួយដែលបញ្ចេញវិទ្យុសកម្ម infrared ដើម្បីចាប់យកឬក៏ sense នៅអ្វីដែលនៅជុំវិញខ្លួនរបស់វាហើយវិទ្យុសកម្ម infrared នឹងដែរត្រូវបានគេហៅថាពន្លឺនៃ infrared ដែលជាវិទ្យុសកម្ម electromagnetic ដែលមានប្រវែងរលកវែងជាងប្រវែងរលកនៃពន្លឺធម្មតាដែលយើងអាចមើលឃើញនឹងភ្នែកបានហើយគេចែក I/O sensor ជាពីរប្រភេទ passive I/O sensor និង active I/O sensor ចំពោះ passive I/O sensor គឺដូចជាយើងស្គាល់ថាដូចជា PIO sensor ជាប្រភេទ passive I/O sensor ដែលវាចាប់យកកម្ដៅពីខ្លួនមនុស្សឬក៏ខ្លួនវត្ថុតែចំពោះ active I/O sensor វិញគឺវាបញ្ចេញនៅ infrared ពន្លឺ infrared ហ្នឹងបន្ទាប់មកវាទទួលវិញនៅពន្លឺ infrared ហ្នឹងមកវិញវាមាន LED ពណ៌អសហ្នឹងគឺជា I/O transmit អាពណ៌ខ្មៅហ្នឹងជា I/O receiver សម្រាប់ទទួលយកអាថាមពលឬក៏ពន្លឺ infrared ត្រឡប់មកវិញហើយមេរៀនហ្នឹងដែរគឺយើងនឹងធ្វើការអនុវត្តជាមួយនឹង I/O communication ដែលយើងបានស្គាល់ថាជា remote ហើយចំពោះ remote ហ្នឹងគឺប្រើប្រាស់ I/O transmitter គឺ LED ពណ៌សហ្នឹងហើយចំពោះLED ពណ៌ខ្មៅគឺជា LED photodiode ឬក៏គេហៅថា I/O receiver ហើយចំពោះដំណើរការនៃ I/O sensor ហ្នឹងគឺចំពោះI/O sensor remote ឬក៏ I/O remote I/O transmitter ហ្នឹងគឺវាបញ្ចេញនៅ infrared ពន្លឺ infrared ហ្នឹងហើយវាបញ្ចេញពន្លឺហ្នឹងក្រោមទម្រង់ជា PAL signal ហើយវាពន្លឺ infrared ហ្នឹងគឺស្ថិតនៅក្នុងប្រេកង់ប្រហែល38 kHz ដែលធម្មតាគឺមនុស្សយើងមិនអាចមើលឃើញនៅពន្លឺនៅក្នុងស្ថិតនៅក្នុងប្រេកង់ហ្នឹងបានទេហើយចំណែកI/O receiver វិញគឺជា LED ពណ៌ខ្មៅហ្នឹងគឺវាទទួលឬក៏ receive signal ឬក៏ពន្លឺ infrared ហ្នឹងពី I/O transmitter ហើយវាត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងចន្លោះ frequency 38 kHz ដូច I/O transmitter ដូចគ្នាហើយបន្ទាប់មកវានឹងចាប់យកសញ្ញាហ្នឹងបំលែងសញ្ញាពន្លឺហ្នឹងទៅជាសញ្ញាអគ្គិសនីឬក៏យើងស្គាល់ថា binary signal ហ្នឹងហើយបន្ទាប់មកយើង decode ទៅតាមលំនាំរបស់ microcontroller ដើម្បីឲ្យmicrocontroller យើងដូចជា microbit ហ្នឹងចាប់យកអាសញ្ញាហ្នឹងបានអាច read សញ្ញាហ្នឹងបានបន្ទាប់មកយកសញ្ញាហ្នឹងទៅធ្វើការផ្សេងៗដូចជាបញ្ជាបិទបើកអំពូលភ្លើងបញ្ជាបិទបើកmotor ឬក៏បិទបើកទូរទស្សន៍ជាដើមហើយនៅក្នុងពិសោធន៍នឹងដូចគ្នាគឺយើងនឹងធ្វើការតេស្តជាមួយនឹង I/O sensor remote និង I/O receiver ហ្នឹងទៅបញ្ជាបិទបើក LED ដូចដែលយើងឃើញនៅក្នុង demo ហើយវានឹងបង្ហាញអ្នកនរគ្នាអំពីការតខ្សែរបស់ I/O sensor ហ្នឹងជាមួយនឹង microbit របស់យើងហើយ component ដែលយើងយកមកប្រើប្រាស់ហ្នឹងគឺមានដូចជា microbit មានដូចជា I/O sensor LED ហើយនឹង extension board របស់វាហ្នឹងហើយនេះជា diagram ដែលអ្នកទាំងអស់គ្នាអាច follow តាមបានអាចតខ្សែតាមនឹងបានហើយបន្ទាប់មកយើងនឹងចូលទៅកាន់កម្មវិធី simulation ដើម្បីតខ្សែ microbit board ជាមួយនឹង I/O sensor ហើយយើងរើស component ចេញពី Tinkercad ហ្នឹងមកបន្ទាប់មកយើងតខ្សែជើង out ចេញពីI/O sensor ហើយតចូល pin P2 នៃ microbit ហើយជើងរបស់ LED ចូល P0 នៃ microbit បន្ទាប់មកយើងចាប់ផ្ដើមសរសេរ block code ដើម្បី run នៃ simulation ហ្នឹងអញ្ចឹងយើងនឹងឃើញថានៅពេលដែលយើងចុចប៊ូតុងនៅលើ remote ហ្នឹងគឺ LED ហ្នឹងនឹងចាប់ផ្ដើមភ្លឺហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត